តើបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកប្រាប់បងប្អូនពីរបៀបកាត់ម៉ូដយុទ្ធគុណពណ៌កាត់យើងកាត់3លេខមកយើងកាត់កណាត់នឹង3លេខណាហើយយើងយកបកកៅចេញទៅយើងទៅអ៊ុតបញ្ចូលគ្នាបែបនេះអញ្ចឹងវានៅសល់1លេខកន្លះកណាត់នឹងហើយយើងដេរ1លេខអល់វាមកដើម្បីឲ្យយើងយកទៅដេរគុណលើសាច់កណាត់នេះខ្ចប់លើកណាត់ហ្នឹងណា1លេខហ្នឹងយើងដេរក្បែរនឹង1លេខដែលយើងជន់ចោលមិញហ្នឹងមកដើម្បីឲ្យយើងជន់ទៅសាច់ដែលយើងជន់ហ្នឹងគឺវា1លេខស្មើគ្នាស្អាតយើងជន់ចោលតាមអែបធ្នេដែលយើងបានជន់ចោលហ្នឹងមកមិនជន់ចោលទេណានេះជន់យកឲ្យខ្ចប់អានេះដល់វគ្គខ្ញុំខ្ចប់ហើយបងប្អូនខ្ចប់វាមកយើងដេរខ្ចប់សកាត់ពីលើលីវាឲ្យស្អាតមកហើយសម្រាប់ឆ្នូតហ្នឹងយើងលៃទៅតាមខ្លួនអាវរបស់ភ្ញៀវយើងទៅធំតូចតាមហ្នឹងទៅបងប្អូននេះរួចរាល់ហើយពេលដែលខ្ញុំដេររួចណានេះហើយនេះផ្នែកខាងក្នុងខ្ញុំគុណតែប៉ុណ្្នឹងទេបងប្អូនខ្ញុំបង្ហាញនេះដោយសារខ្ញុំសល់សាច់ខាងក្នុងតិចខ្ញុំច្បិចយកតែម្ដងវាត្រូវសល់សាច់ទេប៉ុន្តែខ្ញុំផ្លេចជាកងពេលកាត់គុណណាពេលអញ្ចឹងវាសល់សាច់គុណបន្តិចអញ្ចឹងយើងច្បិចនៅកន្លែងហ្នឹងទៅឃើញស្អាតដូចគ្នាបងប្អូនអាវនេះរួចរាល់ហើយបងប្អូនសាមញ្ញទេតែបើមានពេលដិនណាបងប្អូនអាចដិននៅពីលើទ្រូងហើយនឹងតាមចុងដៃអីខ្លះទៀតមកប៉ុន្តែអត់មានពេលដិនឲ្យអាវប្អូនខ្ញុំឲ្យគេយកទៅដិនខ្លួនគេអញ្ចឹងអត់បានដិនឲ្យទេបានតែដេរឲ្យ